One Piece episode 1130មើលហើយមានអារម្មណ៍ថាល្អមើលផងក៏ខកចិត្តផងដោយសារតែ animation វាអត់ដូចអីដែលខ្ញុំគិតចឹងណាតោះឥឡូវនេះគឺដល់ពួក Celestial Dragon start game វាហើយសម្រាប់អ្នកណាដែលទទួលបានមួយសែន point មុនគេគឺជាអ្នកឈ្នះនៅក្នុងនោះយើងក៏ឃើញ Saturn ផងដែរដែលនៅ God Valley ចាំមកដល់ទីស្នាក់ការរបស់ Marine ឥឡូវហ្នឹងគឺ Flat Emerald កុងកំពុងតនិយាយទូរស័ព្ទជាមួយ Gap ហើយឲ្យ Gap ទៅ God Valley ជាបន្តហើយសម្រាប់ Gap ធ្វើដូចអត់ខ្វល់ចឹងដោយសារតែអត់ចង់ជ្រលក់ជាមួយពួក Celestial Dragon តែគ្រាន់តែឮថា Goldie Roger ទៅដែរប្រាប់កងថាមិននិយាយលឿនមកកាត់មក God Valley វិញឥឡូវហ្នឹង Ivanko កំពុងតែភាសាគ្នារីរោមជោបាយដើម្បីរស់រានមានជីវិតហើយក្នុងនោះដែរផែនការរបស់គាត់គឺទៅលួច Divia Fruit ហើយក្នុងនោះតម្រូវឲ្យគ្នារបស់គាត់នឹង CDV Fruit ដើម្បីឲ្យមានសមត្ថភាពកិច្ចផុតបានសម្រាប់ការលេងហ្គេមនេះវិញអ្នកទាំងអស់គ្នាប្រហែលជាអត់ឆ្ងល់ទេ Galin គឺជាអ្នកទទួលបានជ័យជំនះបន្តមកទៀតដល់ឈុតឆាកដែលគ្នាយើងទាំងអស់គ្នាតែតែចង់មើលឯនោះគឺក្រុមចៅសមុទ្ររកយើងដឹងហើយនៅក្នុង Rock Pirate ហ្នឹងគឺមានសមាជិកចៅសមុទ្រខ្លាំងមែនតើដូច Vibeat ដូច CG កាន់តិចនេះរូបរាងប្រពន្ធរបស់ Vibeat កាលនៅក្នុងតែបើចាស់ទៅបាញ់ពីច្រើនសុទ្ធតែខ្លាយទៅជា Emperor Odyssey នៅជំនាន់ក្រោយហើយសមាជិក Rock Pirate ពេលហ្នឹងគឺមកតែប្រហែលអ្នកទេមួយទៀតគឺផ្ទួនហ្មង Roger Pirate ក៏មកដល់ដែរក៏ប៉ុន្តែសមាជិក Rogerធៀបទៅប្រហែលជាមិនដល់ Cyber ទេដោយសារ Roger មានតែ3នាក់ឯងដែលខ្លាំងអត់ឲ្យចាញ់ចោលសមុទ្រមែនទេ Gap ក៏មកដល់ដែរហើយសម្រាប់គ្នារបស់ Gap គឺស្គាល់តែ Blue Gap ម្នាក់គត់តមកទៀតឡើយហ្នឹង Ivanko ជាមួយនឹង Kuma គឺបានមករកឃើញ Divia Fruit ហើយក៏ប៉ុន្តែស្របពេលដែលពួកគាត់កំពុងរកឃើញគឺ Big Mom មកដល់ដែរហើយ Big Mom មកហ្នឹងគឺចង់ប្លន់យក Divia Fruit ពី2នាក់ហ្នឹងវិញប៉ុន្តែគឺ Ivanko សុកចិត្តចាប់ជើង Big Mom ឲ្យ Kuma រត់បដាស៊ីបដាហើយក៏ទទួលបានថាមពល Divia Fruit ហ្នឹងទៅក៏ប៉ុន្តែ Saturn ក៏មកកាក់មុខហើយតមកទៀត Saturn ធ្វើអីខ្លះគឺយើងអត់ដឹងទេបន្ទាប់ពីសង្គ្រាមនៅ God Valley នឹងចប់និយាយទៅសង្គ្រាមនៅ God Valley ហ្នឹងគឺគេដូចជាអត់មានបង្ហាញអីច្រើនទេគេគ្រាន់តែបង្ហាញអ្នកដែលនៅលើ God Valley ហ្នឹងចឹងណាហើយ Ivanko ក៏បានចាប់ផ្ដើមដើរសមុទ្រម្នាក់ឯងហើយ Kuma ហើយនឹង Ginny នេះគឺនៅលើកោះ2នាក់អញ្ចឹងការរស់នៅលើកោះហ្នឹងដំបូងគឺត្រូវបានក្មេងៗដតី bully ដោយសារតែមៀតគាត់ធំមើលទៅដូច monster អញ្ចឹងតែ Ginny តូចតែមៀតទេតែសាហាវហ្មងបន្ទាប់ពីត្រូវ Ginny វាយឡើងពោក្បាលហើយ Kuma ក៏ស្ម័គ្រចិត្តចូលទៅជួយដោយថាមពល Divia Fruit របស់គាត់ហ្នឹងគឺអាចស្រូបយកការឈឺចាប់របស់អ្នកផ្សេងចេញមកក្រៅបានក៏ប៉ុន្តែត្រូវតែមានអ្នកទទួលអញ្ចឹងយើងដឹងហើយថាអ្នកដែលទទួលការឈឺចាប់ពីអ្នកដតីហ្នឹងគឺអត់មានណាទេគឺ Kuma នឹងឯងកន្លែងហ្នឹងមើលទៅគឺ respect Kuma ខ្លាំងមែនតើក៏ប៉ុន្តែការសប្បាយរីករាយក៏មិនភ្លេចការឈឺចាប់ដែរ Kuma បាននឹកសម័យដល់គ្រួសារខ្លួននៅបាត់បង់ជីវិតក៏ដូចជា Ginny ក៏នឹកដល់ម៉ាក់ប៉ាអីគាត់ដែរធ្វើឲ្យពួកគាត់ហ្នឹងគឺយំទាំងពីរនាក់ហើយ Kuma នេះគឺយំតែអាក្រក់មើលខ្លាំងមែនតើមុខនិយាយទៅខ្ញុំសឹងតែអត់ចង់មើលអីតាក់ទងនឹង Kuma សារកំសត់ពេក